ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅបិទមុខងារមួយនៅក្នុង Telegram ដើម្បីកុំឲ្យ Telegram នឹងធ្វើការ download file ដែលគេផ្ញើមកផ្ដេសផ្ដាសដូចជា file មេរោគអីផ្សេងៗចឹងទៅអញ្ចឹងបើសិនជាគេផ្ញើជា file អីមួយជាមេរោគអញ្ចឹងទៅបើសិនជាវា download អូតូគឺមានន័យថា Telegram យើងអាចនឹងធ្វើការបាត់បង់ឬមួយក៏ខូចអញ្ចឹងទៅអញ្ចឹងបើសិនជាយើងចូលទៅធ្វើការបិទនៅក្នុងមុខងារនេះគឺ Telegram របស់យើងនៅពេលដែលយើងចុចចូលកន្លែងដែលគេបានផ្ញើ file ហ្នឹងឲ្យយើងគឺវាអត់ download អូតូទេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាជាដំបូងឡើយយើងចូលនៅក្នុង Telegram របស់យើងមកបន្តមកទៀតយើងចូលនៅក្នុង setting នៅខាងក្រោមបន្តមកទៀតយើងធ្វើការអស់ចុះក្រោមតិចមកយើងឃើញមានពាក្យថា data and storage យើងចូលនៅក្នុង data and storage ហើយយើងមើលនៅត្រង់កន្លែងនេះ automatic media download អញ្ចឹងវាមាន usage cellular និង using wifi អញ្ចឹងយើងចូលទៅបិទកន្លែងពីរនេះទៅគឺ Telegram របស់យើងគឺវាអត់អាចធ្វើការ download file ដោយ auto បានទេអញ្ចឹងយើងចូល using cellular នេះមកតមកទៀតបងប្អូនឃើញនៅខាងលើនេះគេដាក់ auto download media អញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចបិទកន្លែងហ្នឹងមកហើយបងប្អូនថយក្រោយវិញបងប្អូនចូលនៅខាងក្រោមនេះមួយទៀត using wifi ហើយបងប្អូនធ្វើការបិទនៅខាងលើនេះទៀតមកគឺប៉ុណ្ណឹងគឺនៅពេលដែលគេផ្ញើជា file អីមួយមកគឺ Telegram របស់យើងគឺវាអត់ download អូតូឲ្យយើងទេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចយកទៅអនុវត្តតាមបានហើយកុំភ្លេចជួយ Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងសូមអរគុណ